ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំវកចាសម្រាប់អ្នកកើតឆ្នាំវកនៅក្នុងខែឧសភានេះផ្ទាល់ចាលោកអ្នកអាចមានឱកាសនឹងមានការធ្វើដំណើរច្រើនចាបងមួយចំនួននឹងអាចថាត្រូវចេញទៅក្រៅប្រទេសអីហ្នឹងក៏អាចមានដែរឬក៏បងដែលកំពុងរងចាំដំណឹងការឆ្លងដែនឆ្លងប្រទេសចេញទៅក្រៅប្រទេសគេមិនថាទៅធ្វើការទៅរៀនសូត្រឬក៏ទៅរកស៊ីអីទេនឹងអាចមានតំណែងល្អនៅក្នុងខែឧសភានេះណាចាហើយសម្រាប់រឿងលុយកាក់ក៏ឃើញថាអាចចាប់ផ្ដើមមានផ្លែផ្កាត្រឡប់មកវិញដែរសម្រាប់អ្នកកើតឆ្នាំវកឃើញថារឿងលុយកាក់របស់យើងនឹងអាចមានពលឺត្រឡប់មកវិញក៏អាចកើតចេញពីកុសលនៃបុណ្យដែលលោកអ្នកបានធ្វើកន្លងមកនឹងហុចផ្លែផ្កានៅក្នុងខែឧសភានេះដែរអញ្ចឹងនៅក្នុងខែឧសភានេះរឿងលុយកាក់មិនមានអីជាឧបសគ្គទេហើយក៏ឃើញថាលោកអ្នកអាចចំណាយលុយកាក់ទៅលើរឿងការធ្វើបុណ្យទានដែរចាសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចាលេខសុខភាពរបស់អ្នកកើតឆ្នាំវកនៅក្នុងខែនេះឃើញថាសុខភាពរបស់លោកអ្នកអាចមិនសូវជាល្អជាពិសេសអាចអាសាចុកស្មាចុកចុងដង្ហើមឬអាសាឈឺក្បាលអញ្ចឹងត្រូវប្រយ័ត្នចំណុចនេះតិចដែរណាចាហើយពាក់ព័ន្ធនឹងរឿងការងារឃើញថាការងាររបស់លោកអ្នកនៅក្នុងខែនេះមានភាពល្អប្រសើរនិងអាចមានការរីកចម្រើនឬលោកអ្នកអាចមានឱកាសផ្លាស់ប្ដូរតួនាទីឋានៈឯហ្នឹងក៏អាចនឹងមានដែរចាហើយសម្រាប់ការរកស៊ីក៏ឃើញថាមានដំណើរការល្អមានភាពរលូននិងជោគជ័យសម្រាប់លោកអ្នកណាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូឃើញថាជីវិតគូរបស់អ្នកមានភាពល្អប្រសើរមានភាពរឹងមាំនៅក្នុងខែនេះលោកអ្នកក៏អាចមានលៀបជាមួយនឹងស្នេហាដែរណាអាចមានលៀបសំណាងពីដៃគូពីស្នេហារបស់យើងចាហើយសម្រាប់លោកអ្នកដែលនៅទនេនៅក្នុងខែឧសភានេះឃើញថាលោកអ្នកអាចមានអ្នកព្យាយាមចូលមកឬក៏អាចថានឹងត្រូវបានមនុស្សផ្ទុយភេទចូលមកធ្វើល្អចូលមកចូលចិត្តចំពោះលោកអ្នកអញ្ចឹងនៅក្នុងឱកាសនេះបើមានអ្នកណាព្យាយាមធ្វើល្អអាចថាគេជាមនុស្សដែលកំពុងចាប់អារម្មណ៍ចំពោះលោកអ្នកអញ្ចឹងអាចបើកចិត្តសេពគប់រាប់អានគ្នាបានណាចាហើយសម្រាប់រឿងដែលគួរប្រយ័ត្នបំផុតនៅក្នុងឱកាសនេះលោកអ្នកត្រូវប្រយ័ត្នចំពោះអូនតូចគាត់អាចនឹងធ្វើឲ្យខូចខាតឬខាតបង់នៅសម្ភារៈប្រើប្រាស់របស់លោកអ្នកណាអញ្ចឹងត្រូវប្រយ័ត្នបន្តិចចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកអាសាធ្វើបុណ្យជាមួយចាស់ទុំរបស់យើងឲ្យបានច្រើនមិនថាជាចាស់ទុំភេទស្រីភេទប្រុសអីទេធ្វើឲ្យគាត់សប្បាយចិត្តទិញរបស់ឆ្ងាញ់ៗឲ្យគាត់ហូបក៏ជាការលើកនិស្ស័យរបស់លោកអ្នកដែរហើយពណ៌លើកនិស្ស័យរបស់លោកអ្នកគឺមានពណ៌សហើយនិងពណ៌ផ្ទៃមេឃចាលេខសំណាងរបស់លោកអ្នកគឺមានលេខ99